ស្ដាយបដោះបងប្អូនធ្លាប់តែទិញគេតាមផ្សារញ៉ាំដោយយើងអត់ដឹងថាគេបដោះដោយប្រើវិធីសាស្ត្រអីទេត្រូវអត់ពុកម៉ែបងប្អូនឥឡូវហ្នឹងនាងខ្ញុំសូមធ្វើការចែករំលែកអំពីវិធីសាស្ត្រក្នុងការបដោះស្ដាយដែលធ្វើទៅល្អធ្វើតែម្ដងគឺទទួលបានផលដូចនាងខ្ញុំបែបនេះហ៎ពុកម៉ែបងប្អូនអញ្ចឹងដើម្បីចង់ដឹងពីវិធីសាស្ត្រក្នុងការបដោះស្ដាយឲ្យលទ្ធផលល្អដូចនាងខ្ញុំតើឥឡូវយើងរួមមុនរបស់យើងគឺយើងមានស្ដាយបងប្អូនគឺយើងដាក់ត្រាំទឹកលាងឲ្យស្អាតមកតបមកគឺយើងដាក់ទឹកខ្មេះចំនួន2ស្លាបព្រាបាយពុកម៉ែបងប្អូនយើងចាក់ទឹកខ្មេះ2ស្លាបព្រាបាយនឹងចូលអញ្ចឹងទៅពុកម៉ែបងប្អូនទុកវាប្រហែលជា 3-4 នាទីទៅពុកម៉ែបងប្អូនលាងចេញពុកម៉ែបងប្អូនទុកឲ្យរីកនាងខ្ញុំរៀងចេះមកហើយយើងលាងវាចេញមកលាងដូចនាងខ្ញុំអញ្ចឹងទៅសម្រាប់ចាក់ទឹកកុំឲ្យដល់គ្រាប់តែវាល្អបងប្អូនមានអីត្រង់ដាក់ត្រង់ទៅអញ្ចឹងបន្ទាប់ពីយើងលាងវាស្អាតបងប្អូនត្រូវយកសណ្តែកដែលយើងលាងស្អាតមិញហ្នឹងចាក់ចូលទៅក្នុងកណាត់មួយអញ្ចឹងមកកណាត់ពណ៌អីក៏បានដែរតាមចំណង់ចំណូលចិត្តរបស់បងប្អូនទេតែចំពោះខ្ញុំរើសយកកណាត់ពណ៌សអញ្ចឹងទៅដើម្បីយកមកគ្របអញ្ចឹងណាបងប្អូនយើងផ្អាប់វាទុករយៈពេលចំនួន3ថ្ងៃបងប្អូននេះគឺ3ថ្ងៃដែលខ្ញុំបានផ្អាប់ស្ដាយយើងមិញហ្នឹងទុកហើយគឺទទួលបានលទ្ធផលល្អមែនតែនពុកម៉ែបងប្អូនហើយរយៈពេល3ថ្ងៃហ្នឹងគឺពុកម៉ែបងប្អូនធ្វើការប្រោះទឹកតិចៗទៅលើស្ដែករបស់យើងណាដើម្បីឲ្យស្ដែកយើងវាលូតល្អអញ្ចឹងណាបងប្អូនហើយវីដេអូរបស់នាងខ្ញុំគឺមានត្រឹមតែប៉ុណ្្នឹងទេសូមអរគុណបងប្អូនសម្រាប់ការតាមដានទៅលើវីដេអូរបស់នាងខ្ញុំកន្លងមកសូមអរគុណ